បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាមានមាតិកាច្រើនគួរសមដែរហើយអាចនឹងវែងទៀតហើយបងប្អូនដូច្នេះអឺសូមអធិស្ឋានបើសិនជាវែងពេកអូសរំលងខ្លះទៅហើយបើមិនដូច្នេះទេពេលដែលស្ដាប់ឡើងវិញសូមដាក់លបឿនលេខ2ទៅបានលឿនទៅហើយឆាប់ចប់ផងយើងជាអ្នកព័ត៌មានហើយនៅពេលដែលខ្វះព័ត៌មានពិតនៅប្រទេសកម្ពុជាខ្វះប្រព័ន្ធព័ត៌មានឯករាជ្យនិងសេរីគឺជាពេលវេលាដែលលំបាកបំផុតចំពោះអ្នកយកព័ត៌មាននៅទីណាក៏ដូចនៅទីណាដែរបាទឥឡូវនេះកុំឲ្យខាតពេលយូរបងប្អូនមាតិកាព័ត៌មានសម្រាប់រាត្រីនេះគឺទី1រដ្ឋាភិបាលថៃនិងយោធាថៃស្រាក់ដៃគ្នាប្រកែករឿងព្រមដោះលែងទាហានខ្មែរលើកលែងតែកម្ពុជាធ្វើតាមលក្ខខណ្ឌ4ចំណុចសិនបាទឥឡូវនេះនៅពេលដែលមានបងប្អូនយើងឬក៏ប្រព័ន្ធផ្សព្វផ្សាយជាពិសេសខាងកម្ពុជាផ្សព្វផ្សាយយ៉ាងក៏ក្រោកថាគេដោះលែងទាហានខ្មែរយើងទាំង18នាក់ហើយក្រោយចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកាឡាលំពួរនៅថ្ងៃទី26ដោយថាធ្វើឲ្យក្តីសង្ឃឹមហ្នឹងគឺមានពេញទំហឹងតែម្ដងខ្ញុំថាមិនខុសឆ្គងអីទេនៅក្នុងការដែលយើងមានក្តីសង្ឃឹមព្រោះយើងចង់បានឲ្យទាហានយើងបានរួចមកជុំគ្រួសារណាស់ជាង80ថ្ងៃហើយបងប្អូនពួកគាត់អត់ត្រូវការនៅរ៉ាំរ៉ៃក្រោមការដាក់សម្ពាធឬក៏ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរគេទេគឺជាកិត្តិនាមកិត្តិស័ព្ទគេឈ្មោះសេចក្តីថ្លៃថ្នូររបស់ជាតិយើងទាហានទាំង18នាក់ហ្នឹងឲ្យស្ថិតក្រោមការឃុំក្រងរបស់គេឲ្យបោះផ្ទះគេឲ្យធ្វើអីធ្វើហ្នឹងគឺវាបាត់បង់អធិបតេយ្យបាត់បង់កិត្តិយសបាត់បង់សេចក្តីថ្លៃថ្នូរคล้ายទៅជាអ្នកទោសដែលក៏តស៊ូពុះពៀពលីដើម្បីជាតិចុងក្រោយคล้ายទៅជាអ្នកទោសដែលគេឲ្យកាន់អំបោះផ្ទះនៅថៃអានេះឲ្យដែលយើងមើលទៅវាឈឺចាប់ក៏ប៉ុន្តែរឿងវាមិនចប់ទេបងប្អូនដោយសារតែថៃបានបញ្ជាក់ចំហច្បាស់ឲ្យម៉ោងនេះគឺគេយកអ្នកទាំង18នាក់គឺជាចំណាប់ធ្នូបានន័យថាជាចំណាប់ខ្មាំងដើម្បីដោះដូរលក្ខខណ្ឌ4ចំណុចហើយខ្ញុំនឹងបញ្យល់ថាទាហានខ្មែរទាំង18នាក់នេះនឹងគ្មានវាសនាបានដោះចេញមកឆាប់ទេព្រោះថៃយកធ្វើជាចំណាប់ខ្មាំងទៅហើយអត់មានហេតុផលប៉ុន្តែនៅតែបន្តទុកទៀតនោះទី2គឺលោកហ៊ុនម៉ាណែតចេញសារអះអាងថានឹងមិនចុះហត្ថលេខាឲ្យកម្ពុជាបាត់ដីអាណិតថ្នាក់ដឹកនាំខ្មែរណាខ្ញុំព្រោះអីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជានិងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញហើយបកស្រាយហើយក៏នៅតែទាមទារឲ្យនាយករដ្ឋមន្ត្រីចេញមកបកស្រាយថែមទៀតចុះបានន័យថាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាអត់មានប្រយោជន៍ទេអញ្ចឹងបានជានាយករដ្ឋមន្ត្រីចាំបាច់ត្រូវតែចេញសារបន្ថែមទៀតអានឹងដូចសាររបស់លោកកើតរិទ្ធដែលតុលាការសាលាដំបងចេញដាក់ទោសផ្ដន្ទាទោសគេ3ឆ្នាំហើយព្យួរទោស2ឆ្នាំបុកគេស្លាប់តាក់ទងលើកហ៊ុនហេងអតីតប៉ូលីសឬមន្ត្រីក្រសួងមហាផ្ទៃរួចទៅដល់ពេលប្រជាពលរដ្ឋនាំគ្នាតវ៉ាពេញបណ្ដាញសង្គមទៅធ្វើឲ្យលោកកើតរិទ្ធចេញអធិបញ្ជាបង្គាប់ទៅឲ្យតុលាការសាលាដំបងហ្នឹងចាត់ចែងរឿងហ្នឹងឡើងវិញឲ្យរដ្ឋអរិយអាជ្ញាហ្នឹងទៅមើលការខុសត្រូវអីឡើងវិញដូច្នេះវាធ្វើឲ្យស្ថាប័នតុលាការមួយគឺបាយបិណ្ឌជាបាយបានពេជ្រហ្នឹងដោយសារអីដោយសារយើងជ្រៀតជ្រែកនៅក្នុងកិច្ចការហ្នឹងតាមពិតទៅវាជារឿងល្អទេដើម្បីបានយុត្តិធម៌ឲ្យជនរងគ្រោះឯណោះនិងយុត្តិធម៌សង្គមប៉ុន្តែទង្វើបែបនេះគឺបានន័យថាយើងធ្វើប្រច្រាស់ចកីចង់និយាយថាប្រច្រាស់សង្តនិកដោយសារអីតុលាការមានសិទ្ធិស្វ័យយ័តឯករាជ្យខ្លួនឯងហេតុអីបានសម្រេចក្តីអត់បានហេតុអីបានចាំបាច់មានស្ថាប័នខ្ពស់ដែលមិនមែនជាស្ថាប័នតុលាការផងជាក្រសួងយុតិធធម៌តាមពិតស្ថាប័នតុលាការគឺតុលាការសាលាធរឬក៏តុលាកាពូលតែប៉ុន្តែមកចេញជាក្រសួងយុតិធធម៌ដែលជាក្រសួងរដ្ឋាភិបាលត្រូវតែមានភាពឯករាជ្យដាច់ពីតុលាការដល់ទៅពេលយើងចាប់ផ្ដើមចេញអធិបញ្ជាឲ្យអាយកាទៅស៊ើបអង្កេតឬក៏ប្តឹងឡើងវិញវាធ្វើឲ្យខូចអាសុចរិតភាពនៃប្រព័ន្ធទុកចិត្តនៃស្ថាប័នតុលាការដែលធ្វើឲ្យប្រជាពលរដ្ឋត្រេកអរដែលថាអូមានគេជួយប៉ុន្តែមិនតិលទៅវិញថាប្រព័ន្ធតុលាការខ្មែរអញ្ចឹងឯងបើកុំស្រែកកុំអីអញ្ចឹងចាប់បាត់ហើយអញ្ចឹង
មានយុត្តិធម៌មានអីចង់រឿងករណីលោកហ៊ុនហេងមួយចោះលោកករណីមកកណក៏ដឹងនឹងមិនទៅវិញដូចធ្វើឲ្យមានមន្ទិលហ្នឹងសង្ស័យរដ្ឋាភិបាលគ្រប់រឿងឥឡូវងាកមករឿងលោកហ៊ុនម៉ាណែតវិញនៅពេលដែលលោកចេញសារអះអាងថានឹងមិនចុះហត្ថលេខាឲ្យកម្ពុជាបាត់ដីបានន័យថាអ្វីដែលសាររបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាប្រាក់សុខុនចេញមកសមិញនិងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញមកសមិញអត់មានប្រសិទ្ធភាពទេប្រជាពលរដ្ឋអត់អាចយកបានតតែនាយករដ្ឋមន្ត្រីចេញសារបន្ថែមទៀតដើម្បីស្អំចិត្តឲ្យជឿថាការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំពួរថ្ងៃទី26កម្ពុជាអត់បាត់ដីទេខ្ញុំថានៅពេលដែលការបកស្រាយកាន់តែច្រើនគឺមន្ទិលកាន់តែច្រើនតែយ៉ាងណាខ្ញុំនឹងបកស្រាយរឿងនេះលម្អិតជូនបងប្អូនឲ្យបានជ្រាបដែរទី3គឺលោកសសុខាបដិញ្ញាសហការប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញទាំងខ្លួនលោកជាប់នៅក្នុងបញ្ជីខ្មៅនៃការឆបោកអនឡាញហ្នឹងតើយ៉ាងម៉េចទៅនៅពេលដែលអាជ្ញាកណ្ដាលคล้ายទៅជាជនសង្ស័យនៅក្នុងករណីឆបោកហើយត្រូវបដិញ្ញាសហការជួយទប់ស្កាត់អំពើនេះខ្ញុំនឹងបកស្រាយលម្អិតដែរខ្ញុំជឿថារឿងនេះក៏អំពុលទុកដល់លោកសសុខាដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងសម្បើមណាស់ព្រោះឃើញខំប្រឹងដុតដៃដុតជើងនឹងសម្បើមដែរនៅក្នុងកិច្ចការហ្នឹងក៏ប៉ុន្តែជាលទ្ធផលឈ្មោះលោកគឺពាក់ព័ន្ធនៅក្នុងបញ្ជីខ្មៅនៃការឆបោកអនឡាញពាក់ព័ន្ធនឹងក្រុមហ៊ុន Prince របស់លោកអុកញ៉ាអ្នកអុកញ៉ាGen Z នោះតើរឿងហ្នឹងយ៉ាងម៉េចតើគាត់អាចជំរះបញ្ជីខ្លួនឯងឲ្យស្អាតបានទេដើម្បីឲ្យសាធារណមតិនឹងជឿជាក់លើប្រព័ន្ធក្រសួងមហាផ្ទៃយើងឬក៏យ៉ាងម៉េចនេះក៏មាននៅក្នុងការបកស្រាយបង្អែមមកផ្ទះធំនេះដែរហើយទី4គឺឆ្នាំនេះអ្នករំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារផ្ដោតសារលើអំពើឈ្លានពានរបស់ថៃលើអធិបតេយ្យកម្ពុជាប្លែកណាស់ឆ្នាំនេះគឺជាឆ្នាំមួយដែលប្លែកជាងគេហើយដែលការតវ៉ាក៏ក្រើកហើយថ្ងៃនេះគឺមានទាំងនៅ Melbourne អូស្ត្រាលីកាណាដា Montreal មាននៅកូរ៉េសេអ៊ូលមាននៅប្រទេសកម្ពុជានឹងក៏មានហើយគ្រោងធ្វើជាបន្តបន្ទាប់ទៀតនៅក្នុងសប្តាហ៍នេះដែលនឹងធ្វើនៅឡុងប៊ិចនេះក៏មានថ្ងៃ25ទៅថ្ងៃសៅរ៍ធ្វើនៅសាលាក្រុងនេះហើយសារហ្នឹងក៏ស្តៀងគ្នាដូច្នេះតើហេតុអីបានជាសារយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរំលឹកអំពីរឿងដែនអធិបតេយ្យតើមានន័យយ៉ាងម៉េចបាទឥឡូវនេះមួយទៀតគឺព័ត៌មានទី5គឺប៉ូលីសថៃព្រមានដាក់គុក15ឆ្នាំចំពោះជនជាតិថៃណាដែលឆ្លងដែនមកធ្វើការនៅបនលបែងកាស៊ីណូនៅខាងភៀកគីកម្ពុជាដែលពាក់ព័ន្ធនឹងការជួញដូរឬឆបោកអនឡាញនេះឥឡូវនេះគឺថៃគេចាប់ផ្ដើមលាបពណ៌លាងខ្លួនដាក់មកខ្មែរយើងដូចឋាននរកអញ្ចឹងគឺគេជាឋានសួគ៌អ្នកមកឋាននរកជាប់គុកអញ្ចឹងហ្មងបាទបន្តទៀតគឺរដ្ឋាភិបាលកូរ៉េបំភ្លឺរឿងអ្នកនយោបាយថៃ7នាក់ពាក់ព័ន្ធរឿងឆបោកអនឡាញនៅកម្ពុជាដោយសឡកពឹសចឹងអារឿងឆបោកអនឡាញណាជំងឺមហារីកហ្នឹងបងខ្ញុំប្រាប់ថាតដល់ពេលដំណាក់កាលវាកន្លែងដល់យកទៅប្រឆាហើយគឺពិបាកមែនតើនឹងចុងក្រោយគឺពលរដ្ឋឡុងប៊ិចចូលរួមជាមួយនឹងមនុស្សរាប់លាននាក់នៅទូទាំងសហរដ្ឋអាមេរិកចេញបាតកម្មប្រឆាំងអ្នកដឹកនាំផ្ដាច់ការនៅអាមេរិកមានអ្នកដឹកនាំផ្ដាច់ការដែរឬក៏យ៉ាងម៉េចហើយចុះហេតុអីបានជាប្រជាពលរដ្ឋរាប់លានអ្នកយ៉ាងនេះតើអត់មានដបងឆក់ឬក៏ស្អីគេចាប់ដាក់គុកអីដូចនៅបើផ្ដាច់ការមែនគេចាប់ពួកគាត់ដាក់គុកអស់ហើយមិនអញ្ចឹងមិនអាចតវ៉ាដល់រាប់លានអ្នកតាមផ្លូវអីអញ្ចឹងទេតើរឿងនេះវាយ៉ាងម៉េចទៅវិញបងប្អូនបាទហើយនឹងមានព័ត៌មានផ្សេងទៀតដែលខ្ញុំសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃអញ្ចឹងព័ត៌មានដំបូងទៅមុនព័ត៌មានទី1នេះគឺជាព័ត៌មានរៀងរសើបបន្តិចហើយជាព័ត៌មានដែលបងប្អូនទាំងអស់គ្នានឹងក៏ទន្ទឹងរង់ចាំដែរព្រោះអីថៃរដ្ឋាភិបាលថៃយោធាថៃគឺស្រាក់ដៃគ្នាប្រកែកមិនព្រមដោះលែងទាហានខ្មែរគឺលើកលែងតែកម្ពុជាព្រមតាមខ្លួន4ចំណុចព័ត៌មានប្រមាណថ្ងៃនេះគឺស្រោចសបាយចិត្តគ្រប់គ្នានាំគ្នាត្រៀមនឹងអបអរសាទរឲ្យព្រោះអីតែមានកិច្ចព្រមព្រៀងនៅកូឡាលំពួរថ្ងៃ26ដែលមានលោកត្រាំជាអធិបតីច្បាស់ណាស់កម្ពុជាជឿជាក់ 100% ប្រជាពលរដ្ឋខ្មែរ
ដែលយោងតាមសាររបស់លោកប្រាក់សុខុនហ្នឹងថាភាគីថៃគេនឹងដោះលែងទាហានខ្មែរយើងវិញហើយព្រោះអីមានកិច្ចព្រមព្រៀងសន្តិភាពព្រោះធម្មតាកិច្ចព្រមព្រៀងសន្តិភាពបានន័យថាបញ្ចប់សង្គ្រាមនៅពេលដែលបញ្ចប់សង្គ្រាមគឺអនុសញ្ញាក្រុងអូតាវ៉ាឆ្នាំដែល1949ស្ដីអំពីឆ្លើយសឹកនោះក៏ត្រូវចូលអនុវត្តជាធរមានដែរហើយត្រូវដោះលែងពួកគាត់ភ្លាមព្រោះលែងមានសង្គ្រាមមានសុខសន្តិភាពជាមួយគ្នាប៉ុន្តែបងប្អូនកុំចាញ់បោកថៃឲ្យសោះអារឿងថាអត់សង្គ្រាមឬក៏អីហ្នឹងតាមពិតបាត់ឈប់បាញ់គ្នាចូលតាំងពីថ្ងៃទី28យប់ថ្ងៃទី20ម្លងអាត្រៀតចូលថ្ងៃទី29ថ្ងៃខែកក្កដាមកម៉េះហើយថ្ងៃ7ខែសីហាមានកិច្ចព្រមព្រៀង13ចំណុចទៀតជាមួយថៃនៅឯកូឡាលំពួរមានអាមេរិកមានចិនអីជាសាក់សីអីផងមានបាត់ជប់បាញ់ដល់ទៅ2លើកហើយតែមកមានសន្តិភាពស្អីគេទៀតចំពងតែឆ្ងល់អញ្ចឹងថៃនឹងអូសកាឡារហូតហើយកម្ពុជាហ្នឹងគឺគេហៅថាតាមរុញទូកតាមគេរហូតគឺតាមគេថាអីទៅតាមអញ្ចឹងទៅតាមនៅក្នុងន័យអីដែលយើងអាណិតទាហានខ្មែរយើង18នាក់ដែរអញ្ចឹងថៃយកអាហ្នឹងជាចំណាប់ខ្មាំងតែម្ដងព្រោះបើគ្មានទាហានខ្មែរ18នាក់វាហាក់បីដូចជាអ្វីវាធ្វើទៅវាអាចនឹងតតាំងគ្នាបានក៏ថាបានដល់ពេលទាហានខ្មែរទាំង18នាក់នៅក្រោមកណ្ដាប់ដៃថៃហើយកម្ពុជាថាមិនបោះបង់ទាហានទាំង18នាក់នោះចោលទេអញ្ចឹងគិតពីសុខទុក្ខគាត់គឺគិតពីរឿងស្អំអត់ធ្មត់យកសន្តិភាពអហិង្សានិងស្អីនឹងលាក់អ្នកណាយកលបងយកបលាលួសគ្រាប់លុញឈូសឆាយដីរំលោភបំពានដាក់ផែនការចង់រកកាត់ទោសខ្មែរដែលនៅក្នុងដីខ្មែរនិយាយទៅ100មុខគឺកម្ពុជារក្សាការអត់ធ្មត់ដោយសារតែមិនចង់ឲ្យផ្ទុះអាវុធហើយនឹងចង់ឲ្យទាហានខ្មែរទាំង18នាក់ហ្នឹងបានវិលមកកម្ពុជាវិញអញ្ចឹងបានន័យថាម៉េចចឹងបានន័យថាឥឡូវតើទាហានខ្មែរនឹងនៅក្នុងដីថៃកម្ពុជាស្អំចិត្តថៃស្អំចិត្តខ្មែរមិនហ៊ានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិមិនហ៊ានប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដោយសារជាអាចលក្ខខណ្ឌមួយថាកុំអាលសិនអីចាំឲ្យគ្នាយើងមកអស់សិនអីហើយបើសិនជាយើងធ្វើអញ្ចឹងថៃគេល្ងងមែនថៃគេដឹងថានៅក្នុងករណីដែលជនចំណាប់ខ្មាំងទាំង18នាក់ហ្នឹងគឺជាកូនអុកសម្រាប់ដោះដូរអីមួយថៃទុករហូតនឹងទុករហូតដូចនៅអ៊ីស្រាអែលនិងពួកហាម៉ាស់អញ្ចឹងបងប្អូនឃើញពួកហាម៉ាស់ចាប់ចំណាប់ខ្មាំងរាប់រយនាក់តាមខ្លួនរហូតតតែស្លាប់ចង់អស់ហើយនៅតែស្ពាយទៅតាមអញ្ចឹងបាញ់តលាក់គ្រាប់ណាគឺទាញយកចំណាប់ខ្មាំងរបស់អ៊ីស្រាអែលនឹងទៅតាមអ៊ីស្រាអែលបាញ់រហូតដែរប៉ុន្តែគឺបាញ់រំដោះចំណាប់ខ្មាំងរបស់ខ្លួនខ្មែរអត់បាញ់ទេខ្មែរអត់មានធ្វើសង្គ្រាមជាមួយថៃដាក់សម្ពាធរឿងតតាំងអញ្ចឹងវាខុសពីពួកហាម៉ាស់ត្រង់ថាពួកហាម៉ាស់គឺយកចំណាប់ខ្មាំងទៅតាមខ្លួនរហូតស្ពាយទៅរត់ទៅកន្លែងណាក្រោមដីរូងដីឯណាទៅអ៊ីស្រាអែលចុះទម្លាក់គ្រាប់អញ្ចឹងទៅដែលយកហេតុផលមួយគឺថារំដោះចំណាប់ខ្មាំងនឹងផងគឺទប់ការដែលវាយប្រហាររបស់ក្រុមហាម៉ាស់ផងដល់ពេលថៃវិញយកចំណាប់ខ្មាំងកម្ពុជាទៅកម្ពុជាមិនត្រឹមតែបន្តដៃទេថៃចំណាប់ខ្មាំងទុកម្ដុំហើយយកជាចំណាប់ភ្នោមកទន្ទ្រានយកដីខ្មែរតាមអំពើចិត្តទៀតវារឿងពីរយ៉ាងដែលតទៅពេលតែយើងអត់ធ្មត់គេណោះបានចិត្តអាចំណាប់ខ្មាំងក៏មិនដោះលែងអាដីក៏កាន់តែយកហើយដល់ពេលចឹងហើយដាក់សម្ពាធយើងគ្រប់យ៉ាងហើយមកចោទយើងថាជាជនដៃដល់ជាជនប្រព្រឹត្តនិយាយទៅគឺខូចមែនតើថៃនេះប៉ុន្តែបើមើលមកកម្ពុជាគឺស្លូតអត់ធ្មត់ហើយអាការស្លូតអត់ធ្មត់នឹងវាជាអំពើល្អហើយដើម្បីបង្ហាញអំពីភាពថ្លៃថ្នូរចាស់ទុំស្រឡាញ់សុខសន្តិភាពរបស់កម្ពុជាយើងនិយាយទៅគឺជាយើងសំណាងមែនតើខ្មែរយើងដែលបានមេដឹកនាំដែលមានបេះដូងស្រឡាញ់សន្តិភាពគេហៅថាកម្ពុជាតូចតែបេះដូងធំគឺយើងធំគឺយើងស្រឡាញ់សន្តិភាពយើងជួយសន្តោសប្រោះប្រណីយើងអត់ចង់បានផ្ទុះអាវុធទេប៉ុន្តែរឿងនេះវាកាត់ឡើងតែជាមួយថៃណាបើខ្មែរគ្នាឯងហ្នឹងគឺងើបមួយវាយមួយងើបមួយវាយមួយដាក់គុកដាក់ច្បាក់អស់លីងហើយឥឡូវបាក់ស្បាតគ្រប់គ្នាហ្នឹងបញ្ញវន្តនិស្សិតអីនៅស្រុកខ្មែរលែងហ្នឹងគេដកហូតព្រលឹងអស់ហើយហ្នឹងคล้ายទៅជា zombie អស់ហើយហ្នឹង zombie ហ្នឹងបានន័យថាគ្មានព្រលឹងនៅក្នុងខ្លួនទេដើរទៅតាមកំសួលនៃសភាវគតិបងប្អូនសភាវគតិហ្នឹងបានន័យថា
តែពេលមានអីគេញាក់ទៅកន្លងមានកន្លែងណាអញ្ចឹងគឺរួមគ្នាទៅទាំងវងទាំងវាយអញ្ចឹងទៅខំទៅកកេទៅអីតាមសភាវគតិលែងប្រើសតិសម្បញ្ញៈឬមនសិការឬឧត្តមគតិឬអីបានដោយសារអីគេគម្រាមកំហែងដកហូតព្រលឹងនឹងអស់ពេកទៅបាក់ស្បាតហើយដល់ពេលស្រុកទេសបាក់ស្បាតគឺដូចស្រុកមួយដែលមានតែ zombie អញ្ចឹងណាបងប្អូនហើយដល់អញ្ចឹងតែយើងឲ្យមានស្មារតីរាល់ថ្ងៃនេះក៏បានអ្នកនៅក្រៅប្រទេសស្រែកទេនៅស្រុកខ្មែរចប់ហើយដូចសម័យខ្មែរក្រហមកាលពីជំនាន់75អញ្ចឹងអង្គរាវក៏ឃ្លោកមកផ្ទះថ្នោតនឹងបាក់មកអាហារ3ពេលបបររហូតរាវក៏ឃ្លោកក្បាលជង្គង់ធំជាងក្បាលក៏នៅតែអង្គការមហាអស្ចារ្យស្វាភ្លឺស្វាងគឺលូតផ្លោះគឺត្រូវគ្រប់យ៉ាងតវ៉ាខ្មាំងប្រឆាំងខ្មោចស្លាប់អស់1.7 លាននាក់ប្រវត្តិសាស្ត្រហ្នឹងគឺវានៅតែសារដានណាប៉ុន្តែវាមិនទៅប្រដូចខ្មែរយើងសប្ងៃទៅសម័យខ្មែរក្រហមគេថាយើងនឹងអកតេពេកហើយខ្មែរគេមានសេរីភាពពេញទំហឹងគេមានប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់គេមានហាងការ៉ាអូខេស៊ីផឹកទឹកភ្លឺគេមានផ្លូវខ្វាត់ខ្វែងស្ពានអាកាសអាគារស្កឹមស្កៃកាស៊ីណូសន្តាគារផ្ទះសំណាក់បនលបែងពេញស្រុកខ្មែរពលានយន្តហោះថ្មីអីហាត់អីក៏មិនមើលឃើញការអភិវឌ្ឍរបស់គេផងហាត់អីបានទៅមើលឃើញទៅប្រដូចស្រុកខ្មែរឥឡូវទៅសម័យខ្មែរក្រហមទៅវិញយើងថាអញ្ចឹងគឺវាមែនតែនទៅគឺប្រដូចនៅក្នុងន័យបរិបត្តិស្រដៀងគ្នាគឺគុកឥតជញ្ជាំងនៅអាគុកនៅសម័យខ្មែរក្រហមអត់ដែលមានជញ្ជាំងទេតែមនុស្សយើងភ្ញាក់ឡើងនៅក្នុងសហករណ៍ស្ទាបខ្លួនស្ទាបមុខស្ទាបមាត់តើយើងរស់បានមួយថ្ងៃទៀតហើយហ៎អញ្ចឹងសួរគ្នាហើយបងប្អូនខ្លះគេសួរអូយមុងណារ៉េតបោកនោះក៏បោកឆ្នាំ1975 76ទៅកើតហ្នឹងខ្ញុំកើតខែ3ឆ្នាំ76ហើយខ្មែរក្រហមចូលបាន3-4 ឆ្នាំហ្នឹងពេលចប់79មួងណារ៉េតអាយុទៅបាន4ឆ្នាំហ្នឹងបានតែដឹងរឿងស្អីក៏ច្បាស់ម៉េះរឿងសហកណាងើបមកគេស្ទាបរឿងអង្គរាវក៏ឃ្លោករឿងគេយកទៅសម្លាប់ប្រវត្តិសាស្ត្រខ្មែរក្រហមនេះណាខ្ញុំមិនអួតប្រាប់បងប្អូនតែខ្ញុំដឹងច្រើនទេខ្ញុំអានរាប់ម៉ឺនទំព័រព្រោះអីខ្ញុំធ្វើការនៅសាលាក្តីខ្មែរក្រហម11ឆ្នាំបងប្អូនខ្ញុំបកប្រែផ្ទាល់មាត់គាត់ណាបកប្រែផ្ទាល់មាត់ហ្នឹងណាពី2007ដល់2014 7ឆ្នាំចេញមកពីស្រុកខ្មែរមកដល់អាមេរិកបន្តធ្វើការឲ្យសាលាក្តីខ្មែរក្រហមក្នុងក្របខ័ណ្ឌអង្គការសហជីវជាតិ3ឆ្នាំទៀតដើម្បីពិនិត្យមើលឯកសារបកប្រែសវនាការសេចក្តីសម្រេចសក្ខីកម្មរបស់សាក្សីគ្រប់ភូមិភាគគ្រប់មេដឹកនាំគ្រប់អីទាំងអស់ទាំងបរិញ្ញាទាំងមេធាវីការពារក្តីចឹងចក្រមជាតិចក្រមអន្តរជាតិខ្ញុំដឹងរឿងនេះក៏មិនចាំបាច់តែខ្ញុំកើតនៅក្នុងសម័យខ្មែរក្រហមតាន់ដើម្បីដឹងអំពីគុកឥតចិញ្ចាំងនឹងទេគឺរបបខ្មែរក្រហមគឺធ្វើឲ្យមានជំងឺ paranoid ជំងឺខ្លាចស្រមោលខ្លួនឯងគឺអ្នកណាក៏អត់ទុកចិត្តគ្នាដែរដោយសារប្រព័ន្ធដឹកនាំរដ្ឋគេឲ្យយើងអត់ទុកចិត្តគ្នាមើលគ្នារាយការណ៍គ្នាគឺជាខ្មាំងឥឡូវយើងធ្វើអញ្ចឹងតាយើងទៅមើលតាមភូមិមើលមានម្នាក់មើល5នាក់មើលប៉ុណ្ណេះទៀតរាយការណ៍ឲ្យបាក់អីអញ្ចឹងអ្នកណានេះបន្តិចក្តិចបន្តិចហើយប្រព័ន្ធផ្សព្វផ្សាយឃោសនាគេគឺមានតែបន្លាចទេអត់មានដែលធ្វើឲ្យមានសិទ្ធិមនុស្សសេរីភាពសិទ្ធិបញ្ចេញមតិអីទេគឺថាអ្នកណារាយការណ៍អីគឺបដិវត្តពណ៌ក្រុមឧទាមក្រៅច្បាប់ចាប់ដាក់គុកគឺវិធានសនាធ្វើឲ្យរលាយសន្តិភាពនៅស្រុកខ្មែរមានតែប៉ុណ្្នឹងឯងបំផ្លាញសន្តិភាពបំផ្លាញសន្តិសុខសង្គមធ្វើឲ្យខូចសន្តិភាពធ្នាប់សាធារណៈចាប់ដាក់គុកញុះញង់មានតែប៉ុណ្្នឹងឯងតាមពិតអាបទញុះញង់ហ្នឹងគឺដូចបទល្មើសនៅក្នុងសម័យខ្មែរក្រហមអត់ខុសគ្នាសម័យខ្មែរក្រហមគឺខ្មាំងតែប៉ុណ្្នឹងឯងអ្នកឯងលួចអីបន្លែបង្ការដែលដាំនៅក្នុងផ្ទះក្នុងដីខ្លួនយើងក៏ដោយបើជាបោះសមរភាពលួចហូបលួចអីគឺយើងមានកម្មសិទ្ធិส่วนตัวយើងជាខ្វាំងព្រោះក្បត់អង្គការយើងសក្តិភូមិនិយមលួចស្ដាប់វិទ្យុបរទេសដូចជាវិទ្យុសម្លេងសហរដ្ឋអាមេរិកអីអញ្ចឹងកាលមុនអត់ទាន់មានអាស៊ីសេរីទេ
អាហ្នឹងខ្មាំងឯសប្ងៃហ្នឹងបើយើងស្ដាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកសំឡេងអីដែលលោងឡាងអីអញ្ចឹងគឺបងប្អូនបាក់ស្មារតីឯងព្រោះគេចាត់ទុកថាយើងចក្រពត្តិនិយមខ្មាំងហើយព្រោះតែយើងស្ដាប់ព័ត៌មានពិតព័ត៌មានសេរីដែលគេឲ្យដឹងអំពីអំពើឈ្លានពានអំពើខុសខើរបស់អ្នកដឹកនាំគឺយើងពួកសហគ្រាសភូមិជាខ្មាំងឯងព្រោះយើងសាររើនិយមតាសាររឿងនិយមបានន័យថាយើងមិនពេញចិត្តអ្វីដែលគេកំពុងធ្វើអញ្ចឹងអ្វីដែលគេចង់ឲ្យយើងគឺយើងដាំដើមកហើយបើយើងដាំអត់បានគឺគេទុកក៏មិនចំណេញដកចេញក៏មិនខាតនេះសុភាសិតរបស់ខ្មែរក្រហមអញ្ចឹងហ៎បងប្អូនទុកមិនចំណេញដកចេញមិនខាតតវ៉ាខ្មាំងប្រឆាំងខ្មោចរឿងដែលពីរហ្នឹងដែលធ្វើឲ្យខ្មែរយើងស្លាប់1.7 លាននាក់ឥឡូវដូចគ្នាអញ្ចឹងដែរគេមិនធ្វើរបៀបអត់របបយើងទេអ្នកខ្លះហូបរហូតតទៅរកថ្នាំសម្រក់គីឡូទៀតផងឥឡូវហ្នឹងវាអត់មែនថាយើងនិយាយទៅបដូចរបបខ្មែរក្រហមវាមិនត្រូវប៉ុន្តែយើងមើលរបៀបដឹកនាំរដ្ឋយើងសិទ្ធិមនុស្សប្រជាធិបតេយ្យនៅកន្លែងណាប្រជាពលរដ្ឋហ៊ាននិយាយអីឥឡូវសួរមើលបញ្ញវន្តបណ្ឌិតកវីហ្នឹងហ៊ាននិយាយអីយើងឃើញគេតស៊ូមតិអីធ្វើអីយុទ្ធនាការថ្ងៃមុនហ្នឹងរាប់ពាន់អ្នកដោយទាំងប្រសង់2700អង្គផងដើម្បីថ្មើរជើងដើម្បីសន្តិភាពហ្នឹងដោយសាររដ្ឋាភិបាលគេឲ្យធ្វើបើសិនជាបងប្អូនតវ៉ាប្រាប់ថាដើម្បីសន្តិភាពគឺយើងត្រូវធ្វើឲ្យរដ្ឋាភិបាលកែតម្រង់ស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យមានប្រជាពលរដ្ឋនឹងត្រូវរើគ្នាមានជាសាសគ្នាដើម្បីកុំឲ្យបែងជើងគ្នាក្តិចត្រួយគ្នាកុំឲ្យបំផ្លាញសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យយើងរឹងមាំដើម្បីខែងរ៉ែងហើយទៅតតាំងជាមួយថៃឲ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដើម្បីយើងមានព័ត៌មានពិតផ្សាយទៅអង់គ្លេសទៅអាមេរិកទៅពិភពលោកថាយើងជាមានភាសាអង់គ្លេសយើងរឹងមាំប្រព័ន្ធយើងទុកចិត្តដើម្បីឲ្យគេដឹងថាយើងជាជនរងគ្រោះនៃអំពើឈ្លានពានរបស់ថៃបងប្អូនសាកទៅតវ៉ាអញ្ចឹងមើលយ៉ាងយូរ24ម៉ោងជាប់គុកអស់ហើយអាហ្នឹងបានខ្ញុំនិយាយថាយើងជាប់គុកឥតចិញ្ចាំងហ្នឹងខ្ញុំចង់និយាយអញ្ចឹងបងប្អូនមានសេរីភាពគ្រប់បែបយ៉ាងហើយសេរីភាពដើរហើរសេរីភាពជេររាយណាក៏បានដែរអូយនិយាយទៅមកស្រុកខ្មែរនេះបើខ្ញុំនិយាយអំពីសិទ្ធិសេរីភាពគឺយើងលើសសហរដ្ឋអាមេរិក100ដងនិយាយពីសិទ្ធិរឿងជេរបចោលគេហ្នឹងសិទ្ធិគំរាមសម្លាប់គេសិទ្ធិជេរបចោលគេសិទ្ធិបរិហាគេអ្នកដតីសិទ្ធិប្រមាថកាត់ទៀនសិទ្ធិធ្វើអីហ្នឹងគឺយើងសម្បូរតែម្ដងហើយមិនមែនសម្បូរជាលក្ខណៈបុគ្គលទៅទៀតជាលក្ខណៈមនុស្សដែលមានឥទ្ធិពលក្នុងសង្គមមានហ្វេនមានអីហ្នឹងគឺឡើងមកហ្នឹងធ្វើតាមក្បាលចិត្តរដ្ឋាភិបាលអត់មានធ្វើអីទាំងអស់ដោយសារអីបានប្រយោជន៍ដល់រដ្ឋាភិបាលព្រោះពួកគាត់ខំព្រុសជេរគណៈបកប្រឆាំងដែលពួកគាត់ក៏ចង់សម្លាប់គណៈបកប្រឆាំងហើយដឹងថាការសម្លាប់គណៈបកប្រឆាំងនឹងគឺជាការអន្តរាយដល់ជាតិក៏ខ្វល់អីរឿងជាតិក៏ខ្វល់រឿងអំណាចបកពួកក្រុមនិយមរបស់គាត់ព្រោះអីអាទ្របដែលបានពីការលួចជាតិនឹងវាច្រើនពេកបើសិនជាអស់ពីអំណាចទៅតើយកទៅលាក់ទុកនៅឯណាព្រោះស្រុកក្រៅគេដាក់ទណ្ឌកម្មជុំទិសហើយយកទៅឯណាយកទៅចាយនៅឯណាគេនាំគ្នាពេលដែលមានរបបផ្ដាច់ការណាមួយពេលដែលគេផ្ដួលរលំគេទៅដុតផ្ទះគេទៅធ្វើបាបគេទៅទាញទៅដើមរបស់របរតើពួកគាត់ឈឺចាប់ប៉ុណ្ណានៅពេលដែលបញ្ហានឹងកើតឡើងអញ្ចឹងទៅនាំគ្នាភ័យអត់ព្រមស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យខ្ទប់ថែមទៀតអានឹងដូចយើងយកដៃទៅសង្កត់គ្រាប់ឆ្នាំងដែលកំពុងពុះក្រាក់អញ្ចឹងណាបងប្អូនយើងសង្កត់វាឲ្យជាប់ដើម្បីកុំឲ្យវាពុះខ្ជុលនេះមិនមែនជាការដែលដោះស្រាយបញ្ហាទេគឺយើងរួចភ្លើងយើងពន្លត់ភ្លើងវាព្រោះធម្មជាតិនៃទឹកពុះគឺវាត្រូវតែមានកំសួលឈួលដើម្បីឲ្យក្របនឹងវារបើកឡើងដើម្បីឲ្យអាចំហាយទឹកនឹងវាចេញមកកុំឲ្យវាព្រោះអីធម្មជាតិតាវាមានកំសួលពពុះដែលនៃចំហាយនឹងវាត្រូវតែមានឧស្ម័ននៅក្នុងនឹងវាត្រូវតែវាត្រូវតែរុញគម្របនឹងឲ្យប៉ើងឡើងហើយតែបើយើងប្រឹងសង្កត់វាបានតែមួយរយៈពេលខ្លីទេនៅពេលណាមួយវានឹងផ្ទុះឆ្នាំងនឹងរលាកទាំងអស់គ្នាឆេះផ្ទះទៀតអញ្ចឹងយើងត្រូវធ្វើម៉េចគឺយើងមិនរួចភ្លើងក៏យើងត្រូវប្រហើបគម្របដែរដើម្បីឲ្យចំហាយនឹងវាចេញ
យើងមើលឆ្នាំងក្របដែលគេធ្វើគ្រប់គ្នាយ៉ាងហោចណាស់ក៏គេចោះប្រហោងទូច1 2ដែរអាប្រហោងទូច1 2ហ្នឹងក៏អត់បានប្រសិទ្ធភាពដែរណាបើភ្លើងយើងក្តៅពេកណាដល់ពេលដែលយើងភ្លើងក្តៅពេកអាកំសួលនឹងវាឆេះខ្លាំងពេកអាប្រហោងទូច1 2ហ្នឹងក៏ប៉ើងកម្របនឹងដែរព្រោះអីអាកម្ដៅនឹងវាខ្លាំងពេកដូច្នេះហ្នឹងបានថាតែពេលដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំចង់ឲ្យកុំឲ្យវាផ្ទុះរលាកអីតែចឹងតាខ្ញុំអត់ចង់ឃើញស្រុកខ្មែរមានសង្គ្រាមទៀតទេយើងឆ្អែតឆ្អល់ហើយតាខ្ញុំចង់ឲ្យយើងនាំគ្នាត្រូវរើគ្នាទៅឲ្យមានប្រជាធិបតេយ្យមានសិទ្ធិមនុស្សកុំឲ្យមនុស្សរស់នៅដោយរបបខ្មែរក្រហមអញ្ចឹងខ្ញុំថារស់នៅរបបខ្មែរក្រហមវាអាក្រក់ជូរជាតិណាប៉ុន្តែរស់នៅក្នុងរបបនៃរបៀបគ្រប់គ្រងដែលធ្វើឲ្យយើងបាត់ព្រលឹងណាអាក្រក់ជូរជាតិជាងរបបខ្មែរក្រហមទៅទៀតផងដឹងព្រោះអីយើងមានសេរីភាពគ្រប់យ៉ាងប៉ុន្តែយើងអាចនិយាយអីបានយើងមានសេរីភាពប្រើបច្ចេកវិទ្យាកុំព្យូទ័រ Facebook YouTube Signal WhatsApp TikTok តែយើងអាចនិយាយអីបានយើងនិយាយបានបើសរសើររដ្ឋាភិបាលតែយើងនិយាយអីក៏ដោយឲ្យតែខ្ទាស់រដ្ឋាភិបាលគឺយើងក្បត់ជាតិពួកបដិវត្តពណ៌ពួកឧទាមត្រូវតែកំចាត់កំទេចទោះក្នុងតម្លៃណាក៏ដោយនេះគឺជារបបផ្ដាច់ការតាបងប្អូនហេតុអីបងប្អូនមើលមិនឃើញខ្ញុំនិយាយម្ដងទៀតអត់ខ្វល់តកូលហ៊ុនតកូលទាតកូលសុកតកូលខឹមតកូលរងតកូលសំតកូលសតកូលអីក៏ដោយដឹកនាំប្រទេសកម្ពុជាទៅឲ្យតែយើងត្រូវគ្នារឹងមាំរឹងប៉ឹងមានប្រជាធិបតេយ្យមានសិទ្ធិមនុស្សមានអីរីកចម្រើនហើយប្រជាពលរដ្ឋកុំរស់នៅក្នុងផ្នត់គំនិតដូចគុកឥតចិញ្ចាំងអញ្ចឹងព្រោះយើងបាត់បង់ធនធានមនុស្សច្រើនណាស់យុវជន Gen Z នេះជាពិសេសអ្នកក្មេងៗជំនាន់ក្រោយនេះជាទំពាំងស្នងរស័យយើងអត់ចង់ឲ្យទំពាំងយើងនេះคล้ายទៅជារស័យពុកដូចយើងទេយើងចង់ឲ្យគំនិតគាត់នឹងជាគំនិតជឿនលឿននិយមគំនិតសើរើនិយមសើរើចោះមនុស្សយើងនៅពេលដែលហ៊ានថាហ៊ាននិយាយហ៊ានធ្វើគឺវានឹងមានគំនិតច្នៃប្រឌិតវាចេះតែទៅមុខទៀតហើយតែបើយើងដូចអប់រំបដៅកូនអញ្ចឹងណាបើមួយម៉ាត់ណាក៏យើងញុកមាត់គ្នាមួយម៉ាត់ណាក៏យើងបង្ក្រាបមួយម៉ាត់ណាក៏ទណ្ឌកម្មណាកូននឹងคล้ายទៅជាមនុស្សបាក់ស្បាតអត់ហ៊ាននិយាយហើយនឹងคล้ายទៅជាមនុស្សទុយមួយនៅក្នុងសង្គมមនុស្សខ្លាចគេមនុស្សចូលចំណោមគេអត់ចោះគឺមិនហ៊ានសួរមិនហ៊ានឆ្លើយព្រោះបាក់ស្បាតយើងចង់ឲ្យកូនយើងคล้ายជាមនុស្សបាក់ស្បាតអញ្ចឹងឬហើយបើចង់ឲ្យកូនក្លាហានអនុញ្ញាតឲ្យគេនិយាយទៅអនុញ្ញាតឲ្យគេធ្វើទៅម៉ែឪផ្ដាល់ផ្លូវបដោះបដាលឲ្យកូនព្រោះអីយើងអត់រស់100ឆ្នាំទេបន្តិចទៀតទៅយើងស្លាប់អស់ហើយតែយើងស្លាប់ឲ្យបិទភ្នែកចិត្តឲ្យកូនយើងដឹងមកថាអូគេអាចរស់ដោយខ្លួនគេបានហើយដោយសារតែយើងបង្រៀនកូនឲ្យស្ទូចត្រីតែយើងសប្ងៃនឹងយើងស្ទូចត្រីមកហើយយើងបញ្ចុកត្រីកូនហើយយើងអត់ឲ្យកូនរៀនធ្វើអីខ្លួនឯងហើយយើងគិតថាអត់ពីយើងទៅកូនស្លាប់តើហេតុអីបានជាយើងនាំគ្នាគិតថាពីអត់ពីយើងទៅមានសង្គ្រាមអត់ពីយើងទៅកូនស្លាប់តែឲ្យពេលហ្នឹងអត់ព្រមបង្រៀនកូនឲ្យចេះរស់ដោយខ្លួនឯងឲ្យចេះស្ទូចត្រីដោយខ្លួនឯងអត់ឲ្យកូនឲ្យចេះមានគំនិតច្នៃប្រឌិតកុំធ្វើទុកបុកម្នេញឲ្យបញ្ចេញយោបល់មកកុំឲ្យចាប់គ្នាដាក់គុកលើកទឹកចិត្តគ្នាឲ្យចូលរួមនៅក្នុងជីវភាពនយោបាយពិភពលោកយើងប្រែប្រួលហើយពិភពលោកយើងមិនមែនដូចសម័យដែលផ្ញើសេកពំសារនាំសារឯណាទៀតយើងមើលនៅសហរដ្ឋអាមេរិកប្រទេសប្រជាធិបតេយ្យរាប់រយឆ្នាំវិលទៅរកចង់របបផ្ដាច់ការវិញប៉ុន្តែអាប្រជាធិបតេយ្យគេរឹងមាំគេមានអនុញ្ញាតឲ្យមេដឹកនាំប្រើអំណាចផ្ដាច់ការឯណាបានឥឡូវយើងមើលថ្ងៃម្សិលមិញនេះគ្រាន់តែគេក្រោកតវ៉ាប្រឆាំងនឹងរបបឬក៏របៀបដឹកនាំរបស់លោកត្រាំជាង5លានអ្នកនៅសហរដ្ឋអាមេរិកជាង5លានអ្នកជាង2700កន្លែងនៅទូទាំង50រដ្ឋប៉ូលីសគឺចូលជួយសម្រួលជួយអីហើយការតវ៉ាហ្នឹងគឺគេតវ៉ាអីគឺគេតវ៉ាមិនឲ្យមានការដឹកនាំបែបផ្ដាច់ការហើយបងប្អូនសួរថាអញ្ចឹងនៅអាមេរិកមានការដឹកនាំបែបផ្ដាច់ការមែនវាមិនទាន់ដល់ថ្នាក់ហ្នឹងទេក៏ប៉ុន្តែយើងស្ដាប់រាសផងបើរាស5លានអ្នកជាងគេឡើងមកនិយាយថារបៀបរដ្ឋបាលដឹកនាំរបស់លោកត្រាំហ្នឹងវាមិនមានភាពសេរីត្រឹមត្រូវប្រជាធិបតេយ្យពេញទំហឹងប្រជាពលរដ្ឋគេមិនអាច
នុញ្ញាតឲ្យធ្វើដូច្នេះបានឃើញប្រទេសដែលយើងថាផ្ដាច់ការយ៉ាងម៉េចក៏បានប៉ុន្តែវាមានកម្រិតប្រជាធិបតេយ្យហើយដែលប្រជាពលរដ្ឋអាចក្រោកតវ៉ាដូច្នេះបានហើយខ្ញុំនឹងបញ្យល់លម្អិតរឿងនេះនៅចុងកម្មវិធីនេះដើម្បីឲ្យបងប្អូនយល់ថាហេតុអីបានជាលោកត្រាំផ្សះផ្សាសន្តិភាពខ្មែរផងថៃផងអ៊ុយក្រែនផងអ៊ីស្រាអែលផងធ្វើមកកណកដឹកហើយទៅចោតគាត់ថាជាមេដឹកនាំផ្ដាច់ការបើកម្រិតលោកត្រាំជាមេដឹកនាំផ្ដាច់ការតើមេដឹកនាំនៅឯណានៅលើពិភពលោកដែលមិនផ្ដាច់ការនោះអញ្ចឹងមិនដឹងផ្ដាច់ការប្រមាណជាន់ទៀតទៅតែខ្ញុំនឹងបញ្យល់ថាតើឲ្យបងប្អូនយល់យ៉ាងម៉េចអំពីដែលគេចោទលោកត្រាំថាជាមេដឹកនាំផ្ដាច់ការហើយយល់យ៉ាងម៉េចដែលថាហេតុអីបានជារឿងនេះកើតឡើងនៅសហរដ្ឋអាមេរិកវាគួរតែកើតឡើងនៅប្រទេសកូរ៉េខាងជើងវាគួរតែកើតឡើងនៅភូមាវាគួរតែកើតឡើងនៅវៀតណាមឬចិនប៉ុន្តែហេតុអីបានជាកើតឡើងនៅអាមេរិកទឹកដីប្រជាធិបតេយ្យទឹកដីសេរីនេះបាទខ្ញុំនឹងបញ្យល់លម្អិតដើម្បីជាការអប់រំចំណេះដឹងឲ្យបងប្អូនកុំកាប់មុខខ្ញុំគ្មានជាអ្នកប្រឆាំងលោកត្រាំទេហើយក៏ខ្ញុំមិនមែនជាអ្នកគ្រប់គ្រងគាត់ឯណាដែរខ្ញុំនិយាយថាខ្ញុំគ្រប់គ្រងទង្វើត្រឹមត្រូវហើយខ្ញុំប្រឆាំងនៅក្នុងន័យថាគាត់ធ្វើមិនត្រឹមត្រូវតែគាត់ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកខ្ញុំជាខ្មែរអាមេរិកដូច្នេះខ្ញុំជាជនជាតិអាមេរិកមួយដែរនៅក្នុងន័យថាយើងមានសញ្ជាតិអាមេរិកតែយើងមិននិយាយអីល្អពីប្រធានាធិបតីយើងទេឬតើយើងជាជនក្បត់ជាតិយើងឬដែលនិយាយអំពីប្រធានាធិបតីសេរីភាពនៅសហរដ្ឋអាមេរិកនេះគឺមិនមែនមេដឹកនាំជាចៅហ្វាយនេះរបស់យើងទេមេដឹកនាំគឺជាខ្ញុំបំរើរបស់រាជប្រជាពលរដ្ឋមានសិទ្ធិគ្រប់យ៉ាងនៅក្នុងការនិយាយឲ្យគាត់កែបើគាត់ធ្វើត្រូវកុំខ្វល់រឿងអ្នកណាថាអីចាំមកខ្ញុំនិយាយណាអ្នកណាចោតអីចោតទៅកុំធ្វើត្រូវឲ្យដូចគេចោតហើយខ្ញុំនឹងបកស្រាយរឿងនេះនៅចុងកម្មវិធីបន្តទៅទៀតខ្ញុំនិយាយអំពីបញ្ហារបស់យើងដែលយើងខំប្រឹងដោះស្រាយបញ្ហារបស់យើងប៉ុន្តែយើងមានបញ្ហាគុកឥតជញ្ជាំងហ្នឹងហើយខ្មែរយើងកំពុងតែខ្វះអាការជឿជាក់គ្នាខ្វះអាការបញ្ចេញមតិខ្វះការជួយគ្នាជួយលែងបានហើយអ្នកជួយគឺជួយបានតតែយើងមាននិន្នាការគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាគឺអាជ្ញាធរគេសម្រួលតែហ៊ានខ្ទាស់បន្តិចរឿងឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យក្រុមដែលចូលរួមជាមួយយើងបាតកម្មដើម្បីទាមទារសន្តិភាពពីរឿងកុំឲ្យថៃឈ្លានពានហ្នឹងណាគឺចាប់ផ្ដើមខ្ទាស់គ្នាបំពេចនឹងភ្លាមស្រឡាញ់សន្តិភាពស្រឡាញ់សន្តិភាពប៉ុន្តែសន្តិភាពហ្នឹងគឺរួចពីការឈ្លានពានរបស់ថៃទេប៉ុន្តែបើសន្តិភាពនៅស្រុកខ្មែរឲ្យខ្មែរត្រូវគ្នាគឺក្រុមដែលចង់ឲ្យមានការឈប់ឈ្លានពានពីថៃហ្នឹងមកឆ្លោះគ្នាជាមួយក្រុមខ្មែរគ្នាឯងមកពេចព្រោះអីអត់ចង់ឲ្យយើងនិយាយពីសន្តិភាពនៅស្រុកខ្មែរដើម្បីស្ដារសិទ្ធិមនុស្សនិងជាធិបតេយ្យព្រោះអត់មានទេតែស្ដារសិទ្ធិមនុស្សជាធិបតេយ្យគណៈបកប្រឆាំងឡើងមកកាន់អំណាចគណៈបកប្រជាជនកម្ពុជាអស់អំណាចចង់ក្រុមគ្រួសារតកូលហ៊ុននិងតកូលអីដែលមានធូធាហ្នឹងរត់ទៅណាគេខំប្រឹងកសាង30-40ឆ្នាំឲ្យគេរត់ទៅណាតែយើងមកទឹកឡើងត្រីស៊ីសម៉ោចទឹកហើយសម៉ោចស៊ីត្រីណាគេទៅចោះងាយគេខំប្រឹងកសាងពីបាតដៃទៅទេមកឲ្យគណៈបកប្រឆាំងឡើងមកយកទៅទេណាគេទៅព្រមនេះគឺជាអ្វីដែលគណៈបកកាន់អំណាចនិងក្រុមដែលគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបកប្រជាជនសពថ្ងៃគិតថាគេខំណាស់គេមិនអាចមកឲ្យយើងយកទៅទេបានគណៈបកប្រឆាំងនៅណាជួនកាលគេសួរលោកសំរងស៊ីអីនឹងនៅណាកាលពីសម័យខ្មែរក្រហមគាត់នៅណាកាលពីសម័យរដ្ឋកម្ពុជាក៏វែកក៏ឆ្នាំគាត់នៅណាគេសួរចឹងក៏ប៉ុន្តែបងប្អូនពេលដែលយើងប្រកួតកីឡាវាយបុកឧទាហរណ៍ខ្ញុំឲ្យឧទាហរណ៍ខ្លីមួយបងប្អូនយល់នៅពេលដែលមានក្បាច់គុណបដាល់សេរីក្បាច់គុណខ្មែរគេឡើងប្រកួតលើរិញគេប្រកួតពានរង្វាន់ដើម្បីថាពានរង្វាន់ជាតិរបស់កម្ពុជាចោះឬក៏ពានរង្វាន់អន្តរជាតិដើម្បីលើកតម្កើងគុណខ្មែរហើយគេប្រកោកប្រកាសទៅថានេះគឺជាការដែលប្រកួតប្រជែងហើយកីឡាករខ្មែរគឺប៉ាកែណាស់គុណខ្មែរនឹងគឺជំនាញអ្នកណាក៏វាយមិនឈ្នះដែរបើអ្នកឯងប៉ាកែមកដដើមខ្សែក្រវ៉ាត់នឹងមកហើយចឹងដាក់ប្រកាសគេមកហើយចឹងគេដាក់ចូលមកមានតាំងពីបារាំងអង់គ្លេសអាមេរិកថៃស្អីលាក់អ្នកទល់ដែរនេះចេះមកចូលប្រកួតទៅគេវឹកហាត់គេពីក្រៅគេមើលឃើញដែរហើយចឹងចេះតែដូចថាសមដូចគ្នាគីឡូស្មើគ្នាអីយកមកវាយគ្នាចឹងទៅដល់តែពេលឡើងលើរិញកីឡាករខ្មែរយើងដែលថាប៉ាកែការពារគុណខ្មែរយើងដល់ពេលគេខ្មែរដែរខ្មែរនៅក្រៅគេរៀនក្បាច់គុណខ្មែរដែរគេចង់រក្សានេះដែរដល់គេមកវាយយើងដួលខ្ពកស្លាប់ភីង
sẽ tại dương lang má thế prom đạch khát đó dương đạch khát đó dương dương ca pia côn khmai dương mau mà vô hỏi hủi xây kế mau này mau pi sục răng mau pi sục dạ xây ná mau quay nhom tập pi đáy sờ lấp anh trắng bàn ấy hay đập bên nè đại quan trò nó hồ kêu tiệt ta xăm sờ lấp chẳng ấy pro đôi thạ ban ta uất anh chẳng tờ khơi thua ấy phong chùm niên bao dương nó bạc cay ta khi anh nên năng cứ đọc về cái màu bị càng khéo cái bạc cái đó bạn đang thật luôn dương on này chẳng tới hay là chẳng làm pa chẳng tới là hốt to ở nhà cả đà nắng bờ tham mình prom oi quạt nè đá cái khăm prang co sang mà nó đột rung và đà lần chào lỡ rồi còn lên oi bờ cua to từ tia tới đòn chẳng tới thua oi nè màu bị cào nó sọc chặt ok lấy nè đôi khi lược đay từng pi chẳng tới miền cái la co môi đại đua sờ lấp năng hai lượng mà ấy thì chỉ hai pru hờ đầm bay ban sọc ban san thì phiệp ban ấy ru nơ sọc cái đom rum mình nia chỉ môi cái này chẳng bạc cá piên rồng quan năng tới cứ miền cái la co chỉ tì môi năng cái la co chỉ tì pi hay miền tam mà cú năng miền là chỉ tì môi năng chỉ tì pi chẳng hay ban chỉ riêng năng việc cạt làng hay đàn trắng đôi khi chẳng này đạp bây giờ mà họ hướng cái tha hạt ấy ban cái co sang bát tê chẳng man thaประปอนประชาธิปไตยเรื่องม้อมคือในពេលដែលប្រជាពលរដ្ឋមើលឃើញអំពីទង្វើអសមត្ថភាពរបស់រដ្ឋាភិបាលហើយគេសម្រេចចិត្តខ្លួនគេអាហ្នឹងហើយដែលគេហៅថាប្រព័ន្ធប្រជាធិបតេយ្យនោះប្រព័ន្ធប្រជាធិបតេយ្យគឺប្រជាពលរដ្ឋជាអ្នកសម្រេចនៅពេលដែលយើងឃើញអសមត្ថភាពយើងធ្វើមិនបានឲ្យគេប្រកាយគេធ្វើទៅហើយចុះបើយើងធ្វើមិនកើតហេតុអីក៏យើងខំប្រឹងទៅទាត់អាគេអ្នកដែលអាចធ្វើកើតឲ្យក្រែងដើម្បីជាតិទាំងអស់គ្នាហើយហេតុអីបានជាយើងគិតថាយើងស្រឡាញ់ជាតិខ្លាំងជាងគេបើគេមានប្រជាពលរដ្ឋមកកណោគេចង់ឲ្យសាកតកង់ថ្មីអីចឹងដែរតែយើងអត់ទេអត់បានទេឡើងមកអាយើងបើកឡានហ្នឹងកំពុងក្អួតអ្នកជំងឺពេញឡានណាអ្នកជំងឺក្អួតអ្នកជិះពេញឡានហើយទៅមានតកង់ថ្មីគេចង់សាកដើម្បីបើកមកគេមានប័ណ្ណពិសោធន៍មានជំនាញអីដែរសុកចិត្តឲ្យគេកាន់ចកូតយើងថាអត់មានទេអត់មានមកបើកទេឡាននេះខ្ញុំបើកយូរហើយប័ណ្ណពិសោធន៍ច្រើនណាស់ចឹងអត់ឲ្យចូលមកហើយប៉ុន្តែអ្នកនៅក្នុងឡានគេគិតថាចោះឲ្យគាត់សាបន្តិចមើលបើយើងណាពងវល់មកក្អួតពុលឡានហើយដោយសារយើងនោះវាឃ្លីងឃ្លងរហូតតែធ្លាក់ស្រែអញ្ចឹងហេតុអីក៏មិនឲ្យគេសាកទៅយើងអត់រុញអាតកង់ថ្មីនឹងចោលទៅអញ្ចឹងទៅយើងបើកទៀតហើយប្រជាពលរដ្ឋហ្នឹងយូរទៅតកង់គម្រាមថាណាតែអត់ព្រមបាត់មាត់ប្រយ័ត្នបើកតម្លាក់ជ្រោះងាប់អស់គ្នាសិនអញ្ចឹងទៅហើយយើងហ្នឹងអូអត់អីទេចឹងត្រូវហើយបើកល្អឃ្លងយ៉ាងម៉េចក្អួតមិនរកថង់រកអីយកមកគ្របមាត់ក្អួតក្នុងថង់ហ្នឹងទៅព្រោះអីបើហ៊ានគេបើកតម្លាក់ជ្រោះងាប់ទាំងអស់គ្នាទៀតអានេះមិនមែនប្រជាធិបតេយ្យទេបងប្អូនអានឹងគឺជារបបផ្ដាច់ការតាចឹងបាទខ្ញុំចង់និយាយថាគុកឥតចិញ្ចាំងរបស់យើងនេះវាមានរូបភាពផ្សេងគ្នាអញ្ចឹងហើយយើងមានសេរីភាពមកទំហឹងគេឲ្យយើងធ្វើអីគេឲ្យយើងរីករាយគេឲ្យយើងអីចឹងសប្បាយក្អាកក្អាយប៉ុន្តែគេឲ្យម៉ែត្រវាស់ដើរគេអត់ឲ្យយើងសេរីតាមអំពើចិត្តមានសិទ្ធិសេរីភាពរដ្ឋធម្មនុញ្ញស្អាតឆ្វង់រដ្ឋធម្មនុញ្ញកម្ពុជាអូយស្អាតណាស់ប៉ុន្តែរដ្ឋធម្មនុញ្ញកម្ពុជាយើងមិនស្មើនឹងរដ្ឋធម្មនុញ្ញកម្ពុជារបស់កម្ពុជាប្រជាធិបតេយ្យផងរបបខ្មែរក្រហមទៅមើលច្បាប់រដ្ឋធម្មនុញ្ញរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យកម្ពុជាខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យទៅទៀតអ្នកណាដែលស្ដាប់ពិភពលោកមកមិនជឿថាខ្មែរក្រហមនឹងជាប្រជាធិបតេយ្យគេជឿតែកុម្មុយនីសសម្លាប់មនុស្សរង្គាលយកអប្រជាធិបតេយ្យនឹងគឺជាខែលអញ្ចឹងយើងកុំធ្វើអញ្ចឹងតែធ្វើអញ្ចឹងងាប់ហើយឥឡូវយើងបន្តទៅទៀតបងប្អូនអើយបន់ស្រន់ឲ្យខ្ញុំនិយាយខ្លីហ្នឹងគឺអត់បានប្រសិទ្ធភាពទេអញ្ចឹងទេតើតែទៅចោលតូបផ្អែមមួងណារ៉េតហើយទៅរកតូបផ្សេងហើយតែអញ្ចឹងខំតែមកហ្នឹងខកចិត្តរាល់តែដងហ្នឹងវែងតែអញ្ចឹងតែសូមអធិស្ឋានបងប្អូនដោយសារតែពេលខ្លះនឹងវាមានរឿងដែលវាមានរឿងក្នុងចិត្តដែលចង់ចែករំលែកឲ្យបងប្អូនដឹងដែរប៉ុន្តែអ្វីដែលនិយាយនេះណាអត់មានដែលចង់ឲ្យកម្ពុជាលលាយអត់មានចង់ឲ្យកម្ពុជានឹងរងទុក្ខទោមនិញអត់មានចង់ឲ្យយើងនឹងបាក់មុខអត់មានចង់ឲ្យយើងនឹងជួបបញ្ហាអីទាំងអស់និយាយហ្នឹងគឺចង់ឲ្យយើងនឹងមានប្រជាធិបតេយ្យមានសិទ្ធិមនុស្សហើយប្រជាពលរដ្ឋខ្មែររស់ដោយសុខដុមរមនានឹងគ្នាមានប្រាក់បៀវត្សគ្រប់គ្រាន់គ្រូបង្រៀន1000 2000អញ្ចឹងទៅមន្ត្រីទាហានប៉ូលីសអីក៏យ៉ាងហោចណាស់ក៏500 800អីចឹង1000 ជាងអីចឹងទៅឬក៏ច្រើនជាងហ្នឹងអីចឹងទៅនាំគ្នាសហការគ្នារស់
ដោយថាក្នុងជីវភាពសំរុំគ្រប់គ្នាកុំឲ្យបញ្ហាកាពះនឹងវាពិបាកសិទ្ធិមនុស្សនឹងក៏ពិបាកស្អីក៏ពិបាកចង់បានតែប៉ុណ្្នឹងតាហើយម្យ៉ាងទៀតចង់ឲ្យខ្មែរយើងនឹងរឹងមាំជាជាតិសាសន៍មួយដែលមិនបែកបាក់ជាតិឲ្យយើងខែងរ៉ៃដើម្បីវាយគ្នាជាមួយនឹងប្រជាមិត្តយើងអកុសលណាស់យើងរស់នៅជាមួយប្រទេសជិតខាងដែលចាំតែតបាក់លេបទឹកដីយើងណានៅពេលដែលអញ្ចឹងតើតែយើងពង្រឹងកម្លាំងយើងឲ្យរឹងមាំបងប្អូនហើយអ្វីដែលខ្ញុំនិយាយនេះអត់ដែលនិយាយទៅចង់ឲ្យយើងខ្សោយទេប៉ុន្តែយើងកំពុងតែខ្សោយខ្លួនឯងខ្ញុំចង់ឲ្យយើងខ្លាំងដើម្បីអីខែងរ៉ៃនឹងគេអត់ដែលនិយាយដើម្បីប្រយោជន៍ខ្ញុំទេនិយាយដើម្បីប្រយោជន៍ជាតិយើងតែវាសគាតិចសម្រាប់ពួកក្រុមអាម៉ៃអាថោងក្រុមអាជ័យធ្លាក់ទឹកក្រុមតែស្កកក្រុមដែលគេជួលដើម្បីឲ្យខំឲ្យព្រុសដើម្បីតែលៀបសការៈបានបាយ3ពេលហ្នឹងហើយបំផ្លាញគ្រប់បែបយ៉ាងបំបាក់ស្មារតីគ្នាឯងធ្វើឲ្យជាតិសាសន៍យើងនឹងអាប់អោនអាប់មុខដោយសារតែយើងយកអាសតិសម្បញ្ញៈមនសិការរបស់យើងយកទៅដាក់ចោលក្នុងភក់ជ្រាំហើយរើសតែភាពនរុអវជ័យយកមកប្រើវិញអីចឹងវាអញ្ចឹងខ្ញុំចង់បានឲ្យដូរអញ្ចឹងអស់ទៅដើម្បីឲ្យខ្មែរយើងមានភាពរុងរឿងខ្ញុំនៅតែពេញចិត្តចម្រៀងសាវតាខ្មែរដែលយើងនិយាយអំពីដែលលោកសាស្ត្រាចារ្យនួនកនអប់រំណែនាំផ្លូវចិត្តយើងឲ្យមើលសាវតាយើងវិញពួតដៃគ្នាតាំងចិត្តឲ្យរឹងមាំខ្លាំងមិនមែនតាំងចិត្តតែមាត់ទេធ្វើបង្រួបបង្រួមសាមគ្គីជាតិខ្មែរនៅទីណាក៏អត់ត្រូវឆ្លោះគ្នាដែរព្រោះយើងជាខ្មែរនៅពេលនេះបានយើងដឹងថាខ្មែរយើងល្ងាមែនតើល្ងានៅពេលដែលថៃរករឿងយើងហើយយើងបែកគ្នាទៀតនេះយើងល្ងាខ្លាំងណាស់យើងបែកខ្ញែកគ្នាដូច្នេះពេលនេះគឺជាពេលណាទាំងអស់ដែលខ្មែរត្រូវតែរួមគ្នាគ្រប់និន្នាការនយោបាយហើយខ្ញុំជឿថាការរួមគ្នាគ្រប់និន្នាការនយោបាយមិនអាចធ្វើដោយគណៈបកនយោបាយខុសគ្នានឹងបានទេគឺតតែគណៈបកកាន់អំណាចតតែការដឹកនាំរដ្ឋរបស់រដ្ឋាភិបាលសពថ្ងៃក្រុមគ្រួសារតកូលហ៊ុននឹងផ្លាស់ប្ដូរផ្នត់គំនិតនិងដូររបៀបដឹកនាំនឹង180 190ដឺក្រេទៅបានអាចនឹងផ្សះផ្សាបានព្រោះអីអ្នកផ្សេងទៀតគេចាំទៅតាមទេគេអត់អាចធ្វើអីបានដោយសារតែរឿងគណៈបកកាន់អំណាចតែមិនមែនបានន័យថាប្រជាពលរដ្ឋមិនចង់រួបរวมគ្នាទេអញ្ចឹងហើយបានថាអ្វីហ្នឹងគឺវាដល់ដំណាក់កាលនេះហើយគឺជាដំណាក់កាលដែលគ្មានពេលណាដែលយើងត្រូវរួបរวมគ្នាប្រសើរជាអរុនសុស្ដីបាទសូមជម្រាបលា